I am honored to join members of Cambodia's civil society. I'm honored to join members of Cambodia's civil society and the international community today to mark the 33rd anniversary of the Paris Peace Agreements. ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយនឹងអង្គការដៃគូសង្គមស៊ីវិលដែលដើម្បីប្រារព្ធពិធីលើកទី33នៃកិច្ចសន្តិភាពក្រុងប៉ារីស Thank you to the Cambodian Human Rights Action Committee for organizing the event and for all those who came out today to mark this occasion. ហើយខ្ញុំសូមថ្លែងអំណរគុណទៅដល់អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សដែលហៅកាត់ថាច្រាក់ដែលបានរៀបចំកម្មវិធីនេះនិងសូមអរគុណដល់អាយដាមរបស់លោកស្រីនិងបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះព្រឹកនេះ The United States supports this annual effort to recall the 1991 Paris Peace Agreements for Cambodia and its international partners. សហរដ្ឋអាមេរិកតែងតែគាំទ្រទៅដល់កិច្ចប្រឹងប្រែងប្រចាំឆ្នាំដើម្បីរំលឹកទៅដល់កិច្ចសន្តិភាពក្រុងប៉ារីសកិច្ចសន្តិភាពទីក្រុងប៉ារីសនេះសម្រាប់ប្រទេសកម្ពុជានិងដៃគូអភិវឌ្ឍន៍អន្តរជាតិទាំងអស់ We also celebrate Cambodia's civil society gathering peacefully in friendship as an exercise of free expression and association. ពួកយើងខ្ញុំក៏សូមចូលរួមប្រារព្ធជាមួយនឹងអង្គការដៃគូសង្គមស៊ីវិលទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីព្រឹកនេះដោយសន្តិវិធីក្នុងនាមជាមិត្តភាពនិងគោរពការបញ្ចេញមតិនិងការជួបជុំគ្នា The 1991 agreements ended Cambodia's civil war. The agreements offered a way forward for Cambodia towards peace and development. កិច្ចសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991បានបញ្ចប់នៅសង្គ្រាមស៊ីវិលនៅកម្ពុជាហើយក៏បានត្រួសត្រាយការដល់កម្ពុជាស្វែងរកនូវសន្តិភាពនិងការអភិវឌ្ឍ The peace deal brought together the international community and many Cambodian factions in a process of difficult negotiations to help end the conflict and transition to a constitutional multi-party government. កិច្ចសន្តិភាពទីក្រុងប៉ារីសនេះបាននាំឲ្យមានការជួបជុំគ្នារវាងសហគមន៍អន្តរជាតិនិងភាគីផ្សេងៗទៀតដែលដំណើរការមានការពិបាកខ្លាំងហើយមានចំណាយរយៈពេលច្រើនឆ្នាំនៅក្នុងការចរចានៅក្នុងភាគីចំនួនដែលមានឈានទៅដល់ការបង្កើតរដ្ឋាភិបាលពហុបកតាមរដ្ឋធម្មនុញ្ញ The agreements were signed by 19 countries, comprising members of the UN Security Council, ASEAN, and others, including the United States and Cambodian stakeholders. កិច្ចសន្តិភាពទីក្រុងប៉ារីសនេះត្រូវបានចុះហត្ថលេខីដោយប្រទេសចំនួន19នៅក្នុងនោះមានសហរដ្ឋអាមេរិកផងដែរហើយក៏មានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហើយមានអាស៊ានមានដៃគូពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាយើង Good governance invites views from all parties, open and free dialogue within a society, including among civic actors, the private sector, and government, is needed to ensure the public interests are well represented. អភិបាលកិច្ចល្អគឺមានទស្សនវិស័យពីភាគីទាំងអស់ហើយកិច្ចសន្ទនាដោយសេរីនិងបើកចំហនៅក្នុងសង្គមដែលរួមមានតួអង្គដែលតំណាងដោយផ្នែកវិស័យប្រជាពលរដ្ឋផ្នែកខាងឯកជនហើយនិងរដ្ឋាភិបាលគឺមានការចាំបាច់ណាស់ដើម្បីឲ្យបន្តឲ្យមានការផលប្រយោជន៍រួមទាំងអស់គ្នាដែលយើងត្រូវដំណើរ Today is an opportunity to celebrate the progress that has been made since the signing of the historic Paris Peace Agreements, while noting that more remains to be done. ថ្ងៃនេះគឺជាឱកាសដែលយើងមកជួបជុំគ្នាដើម្បីប្រារព្ធនៅវឌ្ឍនភាពដែលយើងបានធ្វើកន្លងមកហើយក៏យើងត្រូវបន្តកិច្ចការជាច្រើនទៀតដែលនឹងត្រូវធ្វើទៅថ្ងៃបន្តទៀត The ending of armed conflict in Cambodia took years to achieve, even after the agreements were signed, eventually leading to a new constitution. ចំនួនការបញ្ចប់នៃចំនួនអាវុធនៅកម្ពុជាមានរយៈពេលជាច្រើនឆ្នាំទោះបីជាក្រោយការ
ចុះហត្ថលេខីនៃកិច្ចសន្និភាពក្រុងប៉ារីសក៏ដោយ